រឿងសម្រែកនៅក្រោមស្រមោលលោកយាយម៉ៃកាលពីយូរលង់ណាស់មកហើយនៅពេលដែលផ្លូវរវាងភ្នំពេញនិងឆ្នេរសមុទ្រភាគនិរតីនៅតែជាព្រៃក្រាស់ស្ងាត់ជ្រងំមនុស្សគ្រប់គ្នាតែងនិយាយតគ្នាអំពីលោកយាយម៉ៃដែលជាអ្នកការពារអ្នកដំណើរនិងព្រានព្រៃអ្នកណាដែលគោរពបូជាលោកយាយនឹងធ្វើដំណើរបានសុខសាន្តប៉ុន្តែអ្នកណាដែលមើលងាយឬប្រមាថលោកយាយនឹងជួបហេតុការណ៍ចម្លែកដែលគ្មាននរណាអាចពន្យល់បានមានយុវជនម្នាក់ឈ្មោះវុទ្ធីជាអ្នកបើករថយន្តដឹកទំនិញគាត់ជាមនុស្សមិនជឿលើរឿងអបបីជំនឿឬទេវតាស័ក្តិសិទ្ធិឡើយរាល់ពេលបើកបរឆ្លងកាត់អាស្រមលោកយាយម៉ៅគាត់តែងតែសើចចំអកទៅកាន់អ្នកដែលឈប់បួងសួងយប់មួយវុទ្ធីបានបើករថយន្តតែម្នាក់ឯងឆ្លងកាត់ផ្លូវព្រៃស្ងាត់ពពកខ្មៅក្របដណ្ដប់លើមេឃខ្យល់បក់សូរវូវីកាត់ស្លឹកឈើដូចសំឡេងខ្សឹបរបស់មនុស្សរាប់រយនាក់នៅពេលរថយន្តឆ្លងកាត់អាស្រមលោកយាយម៉ៅគាត់មិនត្រឹមតែមិនឈប់សំពះទេថែមទាំងនិយាយទាំងសោកថាបើស័ក្តិសិទ្ធិមែនមកបង្ហាញខ្លួនឲ្យខ្ញុំឃើញមកភ្លាមនោះខ្យល់បានបក់ខ្លាំងមួយទំហឹងរហូតរថយន្តរញ្ជួយប៉ុន្តែវុទ្ធីនៅតែបើកទៅមុខដោយមិនខ្វល់ប្រហែល1 ម៉ោងក្រោយមកគាត់ចាប់ផ្ដើមមានអារម្មណ៍ថាមានអ្វីមួយមិនប្រក្រតីកញ្ចក់មើលក្រោយបង្ហាញស្រមោលស្ត្រីម្នាក់ស្លៀកពាក់សខ្ចីអង្គុយនៅកៅអីខាងក្រោយវុទ្ធីបាយមើលភ្លាមគ្មាននរណាម្នាក់នៅទីនោះឡើយគាត់សើចស្រពេចស្រពិលថាប្រហែលជាអស់កម្លាំងពេកប៉ុន្តែបន្ទាប់មកសំឡេងស្ត្រីចាស់មួយបានលាន់ឡើងពីខាងក្រោយឈប់រថយន្តវុទ្ធីក្រឡេកមើលម្ដងទៀតគ្មាននរណាទេបេះដូងគាត់ចាប់ផ្ដើមលោតញាប់សំឡេងនោះលាន់ឡើងម្ដងទៀតកាន់តែជិតជាងមុនហេតុអ្វីមិនគោរពខ្ញុំស្រាប់តែម៉ាស៊ីនរថយន្តរលត់ដោយខ្លួនឯងផ្លូវទាំងមូលលង់ក្នុងភាពងងឹតវុទ្ធីព្យាយាមបញ្ឆេះម៉ាស៊ីនឡើងវិញប៉ុន្តែមិនដំណើរការពេលនោះគាត់បានឃើញស្រមោលមនុស្សមួយឈរនៅកណ្ដាលផ្លូវខាងមុខសក់វិញខ្មៅទម្លាក់ដល់ចង្កេះភ្នែកក្រហមដូចភ្លើងស្រមោលនោះមិនដើរទេប៉ុន្តែរអិលមកជិតរថយន្តបន្តិចម្ដងបន្តិចវុទ្ធីភ័យរហូតមិនអាចដកដង្ហើមបានស្រាប់តែទ្វាររថយន្តខាងអ្នកដំណើរបើកចំហដោយខ្លួនឯងខ្យល់ត្រជាក់ដូចទឹកកកបានហូរចូលនៅក្នុងភាពងងឹតគាត់ឮសំឡេងដង្ហើមធ្ងន់នៅក្បែរត្រចៀកអ្នកដែលមើលងាយអ្នកការពារត្រូវរៀនស្គាល់ការភ័យខ្លាចវុទ្ធីស្រែកហើយបិទភ្នែកនៅពេលបើកភ្នែកឡើងវិញគាត់ឃើញខ្លួនឯងកំពុងអង្គុយនៅមុខអាស្រមលោកយាយម៉ៅទៀនជាច្រើនកំពុងឆេះហើយធូបកំពុងហុយផ្សែងសន្ធូសន្ធើព្រះសង្ឃចំណាស់មួយអង្គដែលនៅទីនោះមានព្រះវាចាថាកូនបានសន្លប់នៅមុខអាស្រមតាំងពីពាក់កណ្ដាលអាត្រៀតអ្នកភូមិជួយយកមកទីនេះវុទ្ធីមើលទៅជើងខ្លួនឯងមានស្នាមដីក្រហមជាប់ពេញដូចជាគាត់បានដើរកាត់ព្រៃជាច្រើនគីឡូម៉ែត្រចាប់ពីថ្លៃនោះមកគាត់មិនដែលហ៊ានប្រមាថលោកយាយម៉ៅទៀតឡើយប៉ុន្តែរឿងដែលធ្វើឲ្យអ្នកភូមិញញើតជាងគេគឺនៅលើកញ្ចក់មើលក្រោយរបស់រថយន្តវុទ្ធីមានស្នាមម្រាមដៃចាស់5ជាប់ជានិច្ចទោះលុបប៉ុន្មានដងក៏មិនបាត់ហើយនៅរាត្រីដែលមានខ្យល់បក់ខ្លាំងអ្នកដែលបើកឆ្លងកាត់តំបន់នោះតែងនិយាយថាពួកគេឮសំឡេងស្ត្រីចាស់ម្នាក់ខ្សឹបតាមខ្យល់ថាគោរពអ្នកការពារនោះអ្នកនឹងបានសុខតែបើអ្នកណាហ៊ានសើចចំអកវិញគេថាស្រមោលស្ត្រីភ្នែកក្រហមនោះនៅតែឈររង់ចាំនៅកណ្ដាលផ្លូវក្នុងភាពងងឹតដដែល